ជំរាបសួរបងប្អូនទាំងអស់គ្នាតោះមករៀនជិះរថភ្លើងលើអាកាសពីប្រទូน้ำទៅផ្សារចតុจักរទាំងអស់គ្នានិយាយតែឥឡូវនេះខ្ញុំកំពុងតែនៅស្ថានីយ៍ឈ្មោះថាសយ៉ាមដែលខ្ញុំកំពុងច្អល់ហ្នឹងណាដែលមានបតកពណ៌ទឹកក្រូចហ្នឹងគឺសយ៉ាមស្ថានីយ៍ខ្ញុំទៅហើយខ្ញុំត្រូវទៅចតុจักរអញ្ចឹងខ្ញុំត្រូវទៅឈប់នៅស្ថានីយ៍ឈ្មោះថាមឈិត N8 បងប្អូនឃើញលេខ N8 មឈិតហ្នឹងឯងអញ្ចឹងបងប្អូនទៅចាំថាបើសិនជាបងប្អូនទៅផ្សារចតុจักរបងប្អូនត្រូវឈប់នៅស្ថានីយ៍មឈិតឥឡូវយើងស្គាល់ស្ថានីយ៍ឈ្មោះដែលយើងត្រូវឈប់ហើយគឺមឈិតអញ្ចឹងយើងត្រូវដឹងថាតើមឈិតហ្នឹងស្ថិតនៅក្នុងខ្សែរថភ្លើងមួយណាអញ្ចឹងខ្សែរថភ្លើងដែលយើងត្រូវជិះឈ្មោះថាខូខុតបងប្អូនទៅមើលអាចុងគេបំផុតណាអាចុងគេបំផុតនេះគឺជាឈ្មោះខ្សែរថភ្លើងអញ្ចឹងបើសិនជាស្ថានីយ៍បងប្អូនត្រូវទៅណាក៏ដោយបងប្អូនត្រូវតែមើលបន្ទាត់ខ្សែរថភ្លើងចុងក្រោយគេបង្អស់ឥឡូវនេះយើងត្រូវចាំពីរមានន័យថាឈ្មោះស្ថានីយ៍ដែលយើងត្រូវឈប់នោះគឺមឈិតហើយមឈិតនឹងស្ថិតនៅក្នុងខ្សែរថភ្លើងឈ្មោះថាខូខុតដូច្នេះហើយយើងទៅទិញសម្បត្តិណាប្រាប់គេទៅថាយើងទៅមឈិតប្រហែលអ្នកអីប្រហែលអ្នកអញ្ចឹងទៅគេឲ្យមកតម្លៃមិនអីមិនអញ្ចឹងហើយអ្វីដែលសំខាន់នៅពេលដែលបានសម្បត្តិហើយយើង scan ចូលទៅរករថភ្លើងឈ្មោះខូខុតឥឡូវយើងមកហៅមើលមានឈ្មោះខូខុតទេមានតែគេហាក់មានដូចចឹងទៅអញ្ចឹងយើងទៅរកខូខុតឲ្យបានបងប្អូនពីព្រោះពេលខ្លះវានៅខាងឆ្វេងនៅខាងស្ដាំនៅខាងលើអីចឹងទៅបងប្អូនឃើញប៉ាយគេដាក់លេខ2នោះហ៎ធូខូខុតហ្នឹងណាអញ្ចឹងឡើងទៅខាងលើគេឲ្យយើងឡើងទៅខាងលើអញ្ចឹងយើងត្រូវឡើងទៅខាងលើតាមប៉ាយគេដាក់ហ្នឹងទៅបងប្អូននៅពេលដែលយើងឡើងទៅដល់ខាងលើយើងទៅហៅមើលឈ្មោះគូខុតនឹងទៀតតើនៅខាងឆ្វេងឬស្ដាំឥឡូវយើងមកដល់ហើយគឺស្ដាំដៃយើងនេះឯងបងប្អូនអត់ប្របាក់នោះទេហើយតម្លៃធូរមែនតើជាពិសេសគឺលឿនអត់ស្ទះចរាចរណ៍នោះទេដូចខ្ញុំបញ្ជាក់ជូនបងប្អូនដដែលអញ្ចឹងថាបើស្ដាប់ទៅហៀងញ៉ៃញ៉ៃអីអាចឆាតសួរបានបងប្អូនហើយរថភ្លើងគឺគេមានបន្តបន្ទាប់គ្នារហូតចឹងបាច់ភ័យទេទោះបីជាណែនប៉ុណ្ណាក៏ដោយក៏គេមានរថភ្លើងក្រោយៗអាចជិះបានទៀតដែរ5នាទី10នាទីគឺមកមួយ5នាទី10នាទីគឺមកមួយទៀតហើយបងប្អូនអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតថារថភ្លើងបងប្អូនចង់ជិះទៅកន្លែងណាក៏បានដែរឲ្យតែបងប្អូនស្គាល់ស្ថានីយ៍ដែលយើងត្រូវចុះហើយស្ថានីយ៍នោះស្ថិតនៅក្នុងខ្សែរថភ្លើងឈ្មោះអីគេអញ្ចឹងបងប្អូនជិះអានឹងទៅអត់ខកបំណងអត់ខុសទេបងប្អូនហើយអ្វីដែលសំខាន់គឺនៅលើរថភ្លើងគេមានមីក្រូប្រកាសថាយើងដល់ស្ថានីយ៍ណាហើយដល់ស្ថានីយ៍ណាហើយអញ្ចឹងយើងអាចដឹងបានយើងអាចចុះបានតែបើសិនជាករណីបងប្អូនជិះហួសស្ថានីយ៍ឬក៏ជិះខុសស្ថានីយ៍បងប្អូនអាចត្រឡប់ចុះនៅស្ថានីយ៍ដែលបងប្អូនកំពុងខុសហ្នឹងហើយត្រឡប់ទៅរកស្ថានីយ៍ឬក៏ត្រឡប់ទៅរករថភ្លើងបញ្ជ្រះគ្នានឹងជិះត្រឡប់មកវិញមកគឺបានហើយបងប្អូនអត់ពិបាកនោះទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះហើយឥឡូវគឺខ្ញុំមកដល់ចតុចក្រចំថ្ងៃដែលគេលក់កូនឈើបងប្អូនអើយចំថ្ងៃពុទ្ធពហុហ៎អញ្ចឹងកុំភ្លេចទស្សនាវីដេអូក្រោយៗបន្តទៀតណាអរគុណជំរាបអរគុណជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗបន្តទៀតអរគុណ